ព័ត៌មានទី1នេះគឺជាការបង្ហោះដោយខាងនាយកដ្ឋានខាងកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិករបស់ខាងក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកគឺលោក Michael George December ទៅប្រទេសថៃហើយនិងប្រទេសកម្ពុជាហើយលោកបានសរសេរនៅក្នុងសារតាមបណ្ដាញសង្គម X របស់ខាងនាយកដ្ឋានហើយដូច្នេះខ្ញុំសូមដកស្រង់ថាតើលោកវិតម្លៃយ៉ាងម៉េចពីព្រោះខ្ញុំបានជម្រាបជូនប្រិមត្តហើយពីខាងភាគីកម្ពុជាបានវិតម្លៃយ៉ាងម៉េចក្រោយពីជំនួបជាមួយនឹងថ្នាក់ដឹកនាំកម្ពុជាគឺលោកហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាក៏ដូចជាជំនួបជាមួយនឹងលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់កម្ពុជាគឺលោកប្រាក់សុខុនហើយក៏ដូចជាមានជំនួបជាមួយនឹងខាងថៃក្នុងពេលកន្លងមកគឺអត់ទាន់មានខាងសហរដ្ឋអាមេរិកបាននិយាយទេមានតែខាងភាគីថៃបានប្រកាសផ្សេងអញ្ចឹងបើតាម Twitter របស់ឬក៏ X ប្រវត្តិ X របស់ខាងនាយកដ្ឋានខាងកិច្ចការអាស៊ីបូព៌ានេះគឺខ្ញុំសូមដកស្រង់អំពីការសរសេរតាមសារតាមបណ្ដាញ X របស់លោក December បាទលោកបានចំណុចទី1គឺតកតងជាមួយនឹងការជួបជាមួយនឹងលោកប្រាក់សុខុនបាទលោកប្រាក់សុខុនគឺលោក December លោកឧបការីបាទលោកបាននិយាយថាលោកមានសេចក្តីត្រេកអរចំពោះឱកាសដែលបានជួបជាមួយនឹងលោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសប្រាក់សុខុនហើយលោកក៏បានស្វាគមន៍ចំពោះការបន្តគាំទ្ររបស់កម្ពុជាសម្រាប់សន្តិភាពយូរអង្វែងជាមួយនឹងប្រទេសថៃក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរហើយក៏បានជម្រាបលម្អិតអំពីជំនួយថ្មីរបស់សហរដ្ឋអាមេរិកសម្រាប់សហគមន៍ភៀសខ្លួនដោយសារតែចំនួនបាទនេះគឺជាការសរសេរដោយលោកឧបនាយករដ្ឋដោយឧបការលោកឧបការីរដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិកតែម្ដងគឺលោក Michael George December បាទនេះគឺសាររបស់លោកទី1ហើយសាររបស់លោកទី2តកតងជាមួយនៅប្រទេសកម្ពុជាហ្នឹងគឺក៏លោកបានសរសេរថាលោកបានជួបជាមួយនឹងនាយករដ្ឋមន្ត្រីលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតដើម្បីថ្លែងអំណរគុណចំពោះការបដិញ្ញាចិត្តរបស់កម្ពុជាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរនិងកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញសន្តិភាពជាមួយប្រទេសថៃយើងក៏បានពិភាក្សាអំពីកិច្ចពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរួមទាំងចំនួនថ្មីចំនួន$10 លានពីសហរដ្ឋអាមេរិកសម្រាប់ការងារបោះសម្អាតមីនណាគឺលោកបានសរសេរចុះហត្ថលេខាដោយរូបលោកឧបការីរដ្ឋមន្ត្រីបាទអញ្ចឹងនេះគឺជាអ្វីដែលលោកបានសរសេរគឺលោកបានសម្ដែងនៅការរីករាយដែលបានមកជួបជាមួយនឹងថ្នាក់ដឹកនាំរបស់កម្ពុជាដោយឡែកនៅខាងភាគីថៃវិញគឺលោកឧបការីក៏បានសរសេរដែរថាគឺលោកបានកាលពីថ្ងៃសុក្រលោកបានទៅក្រសួងការបរទេសរបស់ថៃហ្នឹងគឺបានជួបពិភាក្សាគ្នាជាមួយនឹងលោកសីហស័កភូមិកិត្តកែវដែលជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃហើយបានផ្លាស់ប្ដូរយោបល់គ្នាទៅលើបញ្ហាសំខាន់ដូចជាបញ្ហាស្ថិរភាពនៅក្នុងតំបន់ហើយនិងសម្ព័ន្ធមិត្តរវាងប្រទេសទាំងពីរពីព្រោះសហរដ្ឋអាមេរិកគឺជាសម្ព័ន្ធមិត្តសន្ធិសញ្ញាជាមួយនឹងប្រទេសថៃអញ្ចឹងគឺខាងសហរដ្ឋអាមេរិកក៏បានពិភាក្សាអំពីសម្ព័ន្ធមិត្តជាបន្តទៀតជាមួយនឹងប្រទេសថៃហើយក៏បានពិនិត្យមើលទៅដល់កិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្ររវាងប្រទេសកម្ពុជាហើយនិងប្រទេសថៃបាទដែលបានឈានចូលមកដំណាក់កាលនៃកិច្ចសហប្រតិបត្តិការថ្មីមួយដែលក្នុងនោះគឺមានការផ្ដល់ថវិកាចំនួន$10 លានពីសហរដ្ឋអាមេរិកដើម្បីគាំទ្រទៅដល់បាទមន្ត្រីអនុវត្តច្បាប់បាទនេះបើតាមការបញ្ជាក់របស់លោកឧបការីរដ្ឋមន្ត្រីការបរទេសហើយនៅក្នុងពេលនោះគឺលោកក៏បានបញ្ជាក់អំពីការដែលសบายចិត្តក្នុងការពិភាក្សាគ្នាជាមួយនឹងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃគឺលោកឯកនិតិបាទអំពីការពង្រឹងនៅចំណងមិត្តភាពពាណិជ្ជកម្មនិងសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិកជាមួយនឹងថៃហើយក្នុងពេលនោះដែរគឺខាងសហរដ្ឋអាមេរិកហើយនិងថៃក៏បានពិនិត្យមើលផងដែរនៅ MOU ស្ដីអំពីការធ្វើអាជីវកម្មរ៉ែកម្របាទរ៉ែសំខាន់របស់ប្រទេសថៃដែលជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីធានាឲ្យបាននូវការសង្វាក់នៃការផ្គត់ផ្គង់រ៉ែទាំងអស់នោះហើយនឹងក៏ដូចជាអតិភិបរួមគ្នានៅក្នុងការធ្វើឲ្យមានការរីកចម្រើននៅក្នុងពេលអនាគតខាងមុខបាទ
នេះគឺជាអ្វីដែលលោកបានវិតម្លៃអញ្ចឹងប្រជាប្រិមិត្តនៅក្នុងប្រទេសកម្ពុជាប្រហែលជាចាប់អារម្មណ៍ខ្លាំងទៅរឿងបទជប់បាញ់គ្នាណាបាទអញ្ចឹងសហរដ្ឋអាមេរិកគឺផ្ដោតទៅលើបញ្ហាច្រើនអញ្ចឹងបើតាមការបញ្ជាក់ឲ្យដឹងពីខាងក្រមអ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជាវិញគឺមកដល់ពេលនេះគឺមានជនភៀសសឹកដែលមិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញក្នុងចំណោម6សែនអ្នកកន្លងមកហ្នឹងគឺនៅសល់តែចំនួន161472នាក់បាទគាត់មានតួលេខច្បាស់របស់គាត់ទៅដល់2នាក់កតុយទៀតណាបាទអញ្ចឹងគឺនៅជាង160000នាក់ទៀតដែលមិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញនៅឡើយទេដែលខាងរដ្ឋាភិបាលបាទបានខិតខំប្រឹងប្រែងដោះស្រាយបញ្ហានេះហើយអ្វីដែលខាងថ្នាក់ដឹកនាំកម្ពុជាបានថ្លែងក្នុងពេលថ្មីនេះក៏ត្រូវបានសារព័ត៌មាននៅខាងក្រៅប្រទេសនេះចុះផ្សាយដែរអញ្ចឹងខ្ញុំមិនដកស្រង់ទេដោយសារតែប្រិយមិត្តបានទទួលរួចហើយណាបាទអញ្ចឹងនេះគឺជាព័ត៌មានទី1បាទព័ត៌មាននេះគឺជារូបដែលជួបគ្នាជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃលោកសៀស័កភួងកិតកែវឥឡូវចូលដល់ព័ត៌មានទី2នេះជាការកំសាន្តផងជាការចង់ដឹងអំពីអ្វីដែលកើតឡើងនៅជុំវិញពិភពលោកផងក៏ដូចជាការដែលយើងរៀនសូត្រថាតើមានរឿងអ្វីកើតឡើងហើយត្រូវដោះស្រាយឬក៏ជៀសវាងយ៉ាងម៉េចបាទនៅក្នុងពេលអនាគតបើសិនជាក្នុងករណីដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាអីជាដើមបាទអញ្ចឹងខ្ញុំសូមជូនដំណើររឿងនេះដោយជាសេចក្តីរាយការណ៍របស់កាសែត The New York Times រូបភាពនេះខ្ញុំដាក់រូបភាព AP ប៉ុន្តែអត្ថបទគឺរបស់ខាង New York Times ខ្ញុំសូមរាយការណ៍ជូនរៀងវែងតិចមកមិនដកស្រង់ទាំងអស់ក៏មិនដកស្រង់រៀងវែងតិចបើតាមសេចក្តីរាយការណ៍របស់ខាងកាសែត The New York Times បានឲ្យដឹងថាមកដល់ពេលនេះគឺលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump គឺបានទទួលហើយនៅការជម្រាបជូនរបស់លោកដល់លោកអំពីជំរឿសថ្មីបន្ថែមទៀតសម្រាប់ការវាយប្រហារដោយយោធាទៅលើប្រទេសអ៊ីរ៉ង់ដែលលោកប្រធានាធិបតីអាចនឹងពិចារណាបាទដើម្បីធ្វើយ៉ាងណាក្រោយពីលោកបានគម្រាមថានឹងធ្វើអន្តរាគមន៍ដោយវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ប្រសិនបើខាងរដ្ឋាភិបាលអ៊ីរ៉ង់បង្ក្រាបទៅលើបាតកម្មរបស់ប្រជាពលរដ្ឋនៅទីនោះបាទនេះគឺជាការមួយដែលបានឲ្យដឹងដោយមន្ត្រីជាច្រើនដែលបានប្រាប់សារព័ត៌មាន The New York Times បាទប៉ុន្តែសូមមិនបញ្ចេញឈ្មោះដោយសារតែពួកគាត់មិនចង់និយាយអំពីបញ្ហានេះជាសាធារណៈឲ្យដឹងឈ្មោះទេបាទបើតាមការរាយការណ៍របស់ New York Times ឲ្យដឹងថាមកដល់ពេលនេះគឺលោកប្រធានាធិបតីនៅមិនទាន់បានធ្វើការសម្រេចចិត្តថាតើប្រើជំរឿនមួយណាតាក់ទងនឹងបញ្ហាអ៊ីរ៉ង់នៅឡើយទេប៉ុន្តែលោកបានទទួលព័ត៌មានអស់ហើយប៉ុន្តែលោកមន្ត្រីរូបនោះបាននិយាយថាគឺអ្វីដែលលោកប្រធានាធិបតីកំពុងតែពិចារណាយ៉ាងខ្លាំងគឺជំរឿសនៃការអនុញ្ញាតឲ្យមានការវាយប្រហារតាមអាកាសបាទជាការមួយឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់របបនៅក្នុងប្រទេសអ៊ីរ៉ង់ដែលបង្ក្រាបទៅលើក្រុមបាតកម្មនៅក្នុងប្រទេសអ៊ីរ៉ង់ដែលធ្វើឡើងចាប់ផ្ដើមដំបូងគឺបញ្ហាតាក់ទងជាមួយនឹងបញ្ហាការលំបាកខាងផ្នែកសេដ្ឋកិច្ចដែលពួកគេចេញមកតវ៉ាហើយឥឡូវវារីករាលដាលទៅជាការមួយដែលតវ៉ាខ្លាំងជារឿងនយោបាយចង់ផ្លាស់ប្ដូរថ្នាក់ដឹកនាំចង់ផ្លាស់ប្ដូររបបនៅទីនោះហើយដែលធ្វើឲ្យមានការវាយប្រហារបាទពីខាងអាជ្ញាធរទៅវិញដូច្នេះលោកប្រធានាធិបតីលោកបានទទួលហើយនៅជំរឿសជាច្រើនបាទក្នុងនោះការដែលជំរឿសសម្រាប់ដែលមន្ត្រីសន្តិសុខរាយការណ៍ជូនលោកប្រធានាធិបតីគឺរួមមានការវាយប្រហារទៅលើគោលដៅដែលមិនមែនជាយោធាផងដែរនៅក្នុងទីក្រុងតេហ៍រ៉ង់តែម្ដងវាយប្រហារទៅលើរដ្ឋធានីនៃប្រទេសអ៊ីរ៉ង់ហ្នឹងនេះបើតាមមន្ត្រីទាំងនោះបាននិយាយបាទដែលបានសូមមិនបញ្ចេញឈ្មោះហើយនៅពេលដែលសារព័ត៌មាន The New York Times តាក់ទងទៅសួរទៅខាងសេតាវិមានវិញថាតើអាចនឹងមានការរៀបចំផែនការវាយប្រហារយ៉ាងម៉េចគឺសេតាវិមានបាទមិនបាននិយាយឆ្លើយតបជាមួយនឹងអ្នកសារព័ត៌មានទេគ្រាន់តែនិយាយថាសូមមើលសារដែលលោកប្រធានាធិបតី Donald Trump បានបង្ហោះតាក់ទងនឹងបញ្ហានេះក្នុងរយៈពេលប្រហែលថ្ងៃកន្លងមកនេះបាទអញ្ចឹងគឺបើយោងតាមសារដែលលោកប្រធានាធិបតីបានបង្ហោះក្នុងប្រហែលថ្ងៃកន្លងមកនេះគឺមានសារច្រើនក្នុងនោះសារមួយដែលលោកប្រធានាធិបតីបានសរសេរថា
គឺពលរដ្ឋអ៊ីរ៉ង់ឥឡូវនេះកំពុងតែសម្លឹងរកមើលសេរីភាពលោកសរសេរពាក្យ freedom សេរីភាពនឹងសរសេរធំហើយលោកបានបញ្ជាក់ថាប្រហែលគឺដូចដែលរឿងនេះមិនដែលកើតមានក្នុងពេលមុនមកទេបាទគឺប្រជាពលរដ្ឋគឺចង់បានសេរីភាពនឹងកាន់តែខ្លាំងឡើងហើយសហរដ្ឋអាមេរិកគឺឈរត្រៀមជាស្រេចក្នុងការជួយប្រជាពលរដ្ឋហ្នឹងបាទបានន័យថាជួយឲ្យពួកគាត់សម្រេចបាននៅការចង់បានសេរីភាពហើយបាតកម្មគឺចាប់ផ្ដើមតាំងពីចុងខែធ្នូមកដោយសារតែមានបញ្ហាវិបត្តិជាច្រើនទៅជាមួយនឹងរូបិយប័ណ្ណរបស់អ៊ីរ៉ង់នោះដែលកាន់តែធ្លាក់ថ្លៃទៅហើយគឺมันអាចនឹងធ្វើសកម្មភាពពាណិជ្ជកម្មអ្វីបានស្រួលងាយស្រួលជួបការលំបាកខាងផ្នែកសេដ្ឋកិច្ចបាទអញ្ចឹងគឺរឿងនៅអ៊ីរ៉ង់ចាប់ផ្ដើមពីរឿងសេដ្ឋកិច្ចមុនបាទដែលចាប់ផ្ដើមធ្វើឲ្យប្រជាពលរដ្ឋមានការតវ៉ាបាទអញ្ចឹងសម្បកវងចរបន្តិចបាទអ្វីដែលប៉ះពាល់ជាមួយនឹងហៅប៉ៅបាទហៅប៉ៅរបស់ប្រជាពលរដ្ឋមួយគឺប្រជាពលរដ្ឋគាត់ចាប់អារម្មណ៍ណាស់អញ្ចឹងដូច្នេះនឹងជារឿងសំខាន់ដែលត្រូវពិចារណាណាបាទបើរឿងអ្វីផ្សេងទៀតនឹងជួនកាលអាចនឹងគាត់ធ្វើសកម្មភាពដែរប៉ុន្តែមិនធ្ងន់ធ្ងរដូចជារឿងប៉ះនឹងហៅប៉ៅរបស់គាត់ទេអញ្ចឹងដូច្នេះគឺរឿងសេដ្ឋកិច្ចរបស់គាត់គាត់ជួបការលំបាកគាត់ចេញមកតវ៉ាដល់ឡែកខាងមន្ត្រីរបស់អ៊ីរ៉ង់វិញបែរជាបានគម្រាមកំហែងថានឹងបង្ក្រាបបាតកម្មទាំងអស់នោះហើយបើយោងតាមសេចក្តីរាយការណ៍នានាគឺមានអ្នកស្លាប់អ្នកស្លាប់នឹងជាច្រើនសារព័ត៌មាន New York Times ក៏បានរាយការណ៍ថាចំនួនប្រមាណគាត់ប្រាប់ថារាប់សិបនាក់ក៏ប៉ុន្តែបើយោងតាមសេចក្តីរាយការណ៍ម្សិលមិញគឺអាចឡើងទៅដល់200នាក់ឯណោះគាត់តែស្លាប់ដោយសារការបង្ក្រាបនេះបើយោងតាមក្រមសិទ្ធិមនុស្សនានាដែលបានរាយការណ៍ឲ្យដឹងហើយក្នុងពេលជាមួយគ្នានេះដែរគឺមេដឹកនាំជាន់ខ្ពស់របស់អ៊ីរ៉ង់គឺលោកអាយ៉ាតុលាអាលីខាមេនីបាននិយាយកាលពីថ្ងៃសុក្រថាគឺរដ្ឋាភិបាលរបស់លោកគឺមិនដកថមថយទេនៅក្នុងការប្រឈមមុខជាមួយនឹងបាតកោដែលធ្វើកាន់តែធំឡើងទៅនេះបាទអញ្ចឹងគឺអ្វីដែលលោកប្រធានាធិបតីបានសរសេរគឺបានបញ្ជាក់ទៀតថាលោកបានចេញសេចក្តីថ្លែងការណ៍ជាខ្លាំងគឺលោកប្រធានាធិបតីសហរដ្ឋអាមេរិកណាបាទលោកដូណាល់ด์ត្រាំលោកបានចេញសេចក្តីថ្លែងការណ៍យ៉ាងខ្លាំងថាប្រសិនបើសម្រាប់ប្រជាពលរដ្ឋអ្នកតវ៉ាទាំងអស់នោះគឺដោយដែលអ្វីដែលរបបនេះធ្លាប់បានធ្វើនៅក្នុងពេលអតីតកាលច្បាស់ណាស់គឺសហរដ្ឋអាមេរិកនឹងចូលលូកដៃចូលហើយបាទគឺលោកបានប្រាប់អ្នកសារព័ត៌មានដូចនេះកាលពីថ្ងៃពីសុក្រកន្លងទៅនេះបាទគឺលោកបានបញ្ជាក់ថាប្រសិនបើរបបនោះហ៊ានតែធ្វើខ្លាំងដាក់ប្រជាពលរដ្ឋកាន់តែខ្លាំងគឺនៅកន្លែងណាដែលរបបនេះឈឺគឺសហរដ្ឋអាមេរិកនឹងវាយឲ្យចំកន្លែងនឹងវិញក៏ប៉ុន្តែមិនមែនមានន័យថាគឺសហរដ្ឋអាមេរិកគឺនឹងបញ្ជូនទាហានទៅប្រយុទ្ធដោយផ្ទាល់នោះទេ it doesn't mean boots on the ground បាទមិនន័យថាមិនបញ្ជូនទាហានទៅទេក៏ប៉ុន្តែគឺមានន័យថានឹងវាឲ្យចំកន្លែងណាដែលរបបនោះជាចំណុចខ្សោយឬក៏ជាចំណុចដែលរបបនោះឈឺបាទអញ្ចឹងលោកបន្ថែមដោយបញ្ជាក់ថានេះគឺជាជំរឿនមួយដែលសហរដ្ឋអាមេរិកក៏មិនចង់ធ្វើដូច្នេះដែរប៉ុន្តែរបបនោះទៅតែដោះស្រាយបញ្ហានោះបាទអញ្ចឹងមានជាបន្តទៀតគឺបើយោងតាមសារព័ត៌មានឲ្យដឹងថាសហរដ្ឋអាមេរិកត្រូវធ្វើការពិចារណាអំពីជំរឿននានាពីព្រោះឲ្យការពីប្រហារទៅលើប្រទេសអ៊ីរ៉ង់កាលពីខែមិថុនាកន្លងទៅនេះគឺមានការវាយប្រហារបកមកវិញទៅលើសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកអញ្ចឹងបើតាមសេចក្តីរាយការណ៍នេះឲ្យដឹងថាសហរដ្ឋអាមេរិកត្រូវត្រៀមកម្លាំងយ៉ាងម៉េចហើយនឹងក្រុមអ្នកការទូតរបស់សហរដ្ឋអាមេរិកនឹងយ៉ាងម៉េចដើម្បីទប់ទល់ក្នុងគ្រាដែលអ៊ីរ៉ង់វាយប្រហារតបមកវិញថាតើត្រូវទប់យ៉ាងណាពីព្រោះអីការវាយប្រហារចូលទៅក្នុងប្រទេសអ៊ីរ៉ង់តាមអាកាសវាជាគឺរឿងងាយស្រួលទេក៏ប៉ុន្តែអ៊ីរ៉ង់ក៏មិនមែនបាទអត់មានធ្មង់នោះដែរអ៊ីរ៉ង់អាចនឹងផ្លោមមកវិញតាមរយៈការបាញ់ផ្ទាល់ពីអ៊ីរ៉ង់ហើយអាចពីសម្ព័ន្ធមិត្តរបស់ខ្លួននៅប្រទេសជាច្រើនដូចជាយេម៉ែនជាដើមបាទឬក៏នៅលីបង់ជាដើមអញ្ចឹងដូច្នេះហើយនឹងអាចនឹងមានផលប៉ះពាល់ទៅលើខាងអ៊ីស្រាអែលដែរអញ្ចឹងហើយបានជាកាលពីព្រឹកថ្ងៃសៅរ៍គឺបានន័យថាម្សិលមិញនេះគឺលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកគឺលោក Marco Rubio លោកបានសន្ទនាគ្នាតាមទូរស័ព្ទជាមួយនឹងនាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែលគឺលោក Benjamin Netanyahu បាទដែលផ្ដោតទៅលើបញ្ហាច្រើនក្នុងនោះមានបញ្ហាការតវ៉ានៅក្នុងប្រទេសអ៊ីរ៉ង់
ហើយនឹងស្ថានភាពនៅក្នុងប្រទេសសេរីក៏ដូចជាកិច្ចព្រមព្រៀងសន្តិភាពនៅក្នុងតំបន់ហ្គាហ្សាផងដែរនេះបើយកតាមមន្ត្រី3រូបដែលបានដឹងអំពីរឿងនេះហើយថ្លែងប្រាប់សារព័ត៌មាន The New York Times ហើយលោកម៉ាកូក្រោយពីសន្ទនាគ្នានឹងមកគឺលោកបានសរសេរសារតាមបណ្ដាញសង្គមផ្ទាល់របស់លោកដោយសរសេរថាសហរដ្ឋអាមេរិកគ្រប់គ្រងប្រជាពលរដ្ឋអ៊ីរ៉ង់ដែលក្លាហានទាំងនោះបាទអញ្ចឹងដូច្នេះគឺមានជំរឿច្រើនណាបាទជំរឿច្រើនហើយបើតាមសេចក្តីរាយការណ៍មកនេះគឺលោកប្រធានាធិបតី Donald Trump លោកបាននិយាយនឹងដូចថាទឹកមាត់ប្រៃជាងមុនឬក៏ការគម្រាមរបស់លោកគឺការព្រមានរបស់លោកហ្នឹងគឺខ្លាំងជាងមុនចាប់តាំងពីសហរដ្ឋអាមេរិកបានវាយប្រហារទៅលើប្រទេសវេណេស៊ុយឡាកាលពីថ្ងៃទី3ខែមករាហើយពេលនោះគឺបានចាប់ប្រធានាធិបតីរបស់ប្រទេសវេណេស៊ុយឡាគឺលោកនីកូឡាម៉ាឌូរ៉ូហើយនឹងប្រពន្ធរបស់លោកគឺលោកសេស៊ីលៀ Flores ដែលយកមកប្រជុំនឹងការចោទប្រកាន់កាត់ទោសនៅទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកដោយសារតែមានការចាប់ប្រកាន់ពាក់ព័ន្ធជាមួយនឹងគ្រឿងញៀនហើយនឹងប្រដាប់អាវុធជាដើមបាទនេះបើយោងតាមសេចក្តីរាយការណ៍របស់ The New York Times ហើយ New York Times ថែមទាំងបានធ្វើការកត់សម្គាល់ផងដែរថានៅកាលពីថ្ងៃសុក្រហ្នឹងគឺក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកក៏បានផ្សព្វផ្សាយវីដេអូមួយដែលបានបង្ហាញអំពីឈុតឆាកនៃការចូលទៅវាយប្រហារទៅលើវេណេស៊ុយឡានៅពេលយប់ហើយថែមទាំងមានសារមួយដែលសរសេរថាកុំលេងលបែងបាទកុំចង់លេងលបែងជាមួយនឹងប្រធានាធិបតី Trump នៅពេលណាដែលលោកនិយាយថាលោកនឹងធ្វើអ្វីគឺលោកនិយាយនេះគឺពិតប្រាកដមែនណា Do not play games with President Trump when he says he'll do something he means it បាទអញ្ចឹងគឺជាសារមួយដែលព្រមានផងដែរបាទហើយសេចក្តីរាយការណ៍នេះបានវែងតទៅទៀតអញ្ចឹងខ្ញុំសូមជូនសេចក្តីដកស្រង់តែប៉ុណ្ណេះសម្រាប់ប្រិយមិត្តទាំងអស់គ្នាអំពីស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់តើការវិវត្តយ៉ាងណាវាអាស្រ័យទៅលើការសម្រេចចិត្តរបស់លោកប្រធានាធិបតី Donald Trump ទេបាទអញ្ចឹងដូច្នេះបើតាមអ្នកសារព័ត៌មានក៏បានរាយការណ៍អំពីបាទហេតុការណ៍នានាសូចនាករនានាបានបង្ហាញហើយថាជំរឿយ៉ាងណាដែលសហរដ្ឋអាមេរិកជាពិសេសរដ្ឋបាលលោកប្រធានាធិបតី Donald Trump នឹងចាត់ការតាក់ទងជាមួយនឹងប្រទេសអ៊ីរ៉ង់បាទបើមានការវិវត្តថ្មីខ្ញុំនឹងជម្រាបជូនប្រិយមិត្តដើម្បីជាចំណេះដឹងបាទដើម្បីជាព័ត៌មាននិងជាចំណេះដឹងផងដែរព័ត៌មានទី3នេះព័ត៌មានទី3នេះគឺជាសេចក្តីរាយការណ៍មួយពីខាងទីក្រុង Philadelphia សហរដ្ឋអាមេរិកគឺបើតាមសេចក្តីរាយការណ៍នេះឲ្យបានឲ្យដឹងថាគឺជនអន្តោប្រវេសន៍កម្ពុជាមួយរូបដែលប៉ូលីសអាចបានចាប់ខ្លួននោះបានស្លាប់នៅក្នុងមន្ទីរពេទ្យនៅក្នុងទីក្រុង Phila ណាហើយបាទក្រោយពីមានការព្យាបាលតាក់ទងជាមួយនឹងការផ្ដាច់ថ្នាំញៀនគឺបរិសុទ្ធដែលជាជនអន្តោប្រវេសន៍កម្ពុជានោះគឺមានអាយុ46ឆ្នាំបាទត្រូវបានចាប់ឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលីសអន្តោប្រវេសន៍ ICE នៅក្នុងទីក្រុង Philadelphia គឺលោកបានស្លាប់បាត់បង់ជីវិតហើយនៅក្នុងមន្ទីរពេទ្យកាលពីថ្ងៃសុក្រក្រោយពីគេយកទៅគាត់ទៅព្យាបាលពាក់ព័ន្ធជាមួយនឹងការផ្ដាច់ថ្នាំញៀនហើយនេះបើតាមការបញ្ជាក់ឲ្យដឹងដោយមន្ត្រីប៉ូលីសអន្តោប្រវេសន៍ ICE របស់សហរដ្ឋអាមេរិកអ្នកដែលបានស្លាប់បាត់បង់ជីវិតនោះគឺគាត់ឈ្មោះថា Paradis La បាទបើសរសេរតាមខ្មែរគឺ La Paradis ក៏ឈ្មោះអញ្ចឹងគឺគាត់ត្រូវបានប៉ូលីសអន្តោប្រវេសន៍ ICE ហ្នឹងចាប់ខ្លួននៅខាងក្រៅលំនៅឋានរបស់គាត់កាលពីថ្ងៃអង្គារបាទទើបតែចាប់ខ្លួននៅថ្ងៃអង្គារនេះទេគឺលំនៅឋានរបស់គាត់នៅខាង Upper Derby ហើយពេលហ្នឹងគេក៏បញ្ជូនគាត់ហ្នឹងទៅមជ្ឈមណ្ឌលឃុំឃាំងដែលនៅទីនេះគឺគាត់ទទួលការព្យាបាលពាក់ព័ន្ធជាមួយនឹងការផ្ដាច់ថ្នាំញៀនធ្ងន់ធ្ងរនេះបើតាមការបញ្ជាក់របស់ខាងប៉ូលីស ICE ទេណាបាទនិយាយអញ្ចឹងហើយមួយថ្ងៃក្រោយមកបាទនេះថានៅថ្ងៃពុធគឺគេឃើញគាត់នៅក្នុងមន្ទីរឃុំឃាំងនោះគឺដូចជាមិនកម្រើកទេអញ្ចឹងហើយក៏បុគ្គលិកនៅទីនោះក៏បាទធ្វើចលនាបេះដូងជូនគាត់ហើយចាក់ថ្នាំមួយចំនួនដើម្បីឲ្យគាត់ដឹងខ្លួនបាទហើយក៏បញ្ជូនសង្គ្រោះបន្ទាន់ទៅមន្ទីរពេទ្យបាទមន្ទីរពេទ្យដើម្បីធ្វើចលនាបន្ថែមទៀតហើយពេលដែលធ្វើចលនាបានដឹងខ្លួនខ្លះហើយនោះគឺក៏បានដឹកគាត់នឹងទៅមន្ទីរពេទ្យនៃសាកលវិទ្យាល័យ Thomas Jefferson បាទដែលគាត់នៅទីនោះគឺចូលទៅក្នុងកន្លែងព្យាបាលអ្នកជំងឺធ្ងន់ធ្ងរហើយនៅពេលនោះគឺដល់ពេលល្ងាចបាទអញ្ចឹងបានទៅពេលព្រឹកគេឃើញគាត់ដូចជាមិនកម្រើកពេលល្ងាចថ្ងៃពុធនោះគឺ
ក្រុមខាងគ្រូពេទ្យវិតម្លៃហ្នឹងបានបញ្ជាក់ថាគឺខួរក្បាលគាត់លែងសូវដំណើរការទៅហើយបាទហើយស្ថានភាពរបស់គាត់ហ្នឹងកាន់តែអាក្រក់ទៅនៅថ្ងៃប្រហោះហើយពេលហ្នឹងគឺខាងខួរក្បាលគាត់លែងមានសកម្មភាពអ្វីទាំងអស់ហើយនៅថ្ងៃប្រហោះហើយពេលហ្នឹងក៏បានជូនដំណឹងទៅខាងក្រុមគ្រួសាររបស់គាត់ឲ្យបានដឹងអំពីស្ថានភាពរបស់គាត់ដើម្បីឲ្យមកពិនិត្យមើលគាត់ជួបគាត់ជាចុងក្រោយនៅមន្ទីរពេទ្យ Jefferson នេះបើតាមមន្ត្រី ICE បានបញ្ជាក់ហើយលោកទៅបានគេប្រកាសថាបានស្លាប់បាត់បង់ជីវិតនៅថ្ងៃសុក្រម្សិលមិញណានេះបើតាម Police ICE គេមិនបញ្ជាក់ប្រាប់ថាគាត់តើប៉ូលីសអន្តោប្រវេសន៍នឹងចាប់គាត់ដោយសារពាក់ព័ន្ធរឿងដោយសារតែគាត់រស់នៅដោយខុសច្បាប់លើទឹកដីកាឬយ៉ាងណាគឺអត់បានបញ្ជាក់ទេគាត់លើថាមូលហេតុដែលគាត់ស្លាប់នោះគឺដោយសារតាក់ទងជាមួយនឹងថ្នាំញៀនតាមមានដែលគេយកទៅព្យាបាលផងដែរប៉ុន្តែបើសិនជាធម្មតាប៉ូលីសបើសិនជាមិនពាក់ព័ន្ធជាមួយនឹងរឿងអន្តោប្រវេសន៍ទេគេយកទៅប៉ូលីសអីផ្សេងណាបើតែឥឡូវនេះគឺតាក់ទងនឹងប៉ូលីសអន្តោប្រវេសន៍ប្រហែលជាតាក់ទងជាមួយនឹងក្តារស្នាមរបស់គាត់ខ្ញុំមិនចង់ពាក់ព័ន្ធនឹងក្តារស្នាមរបស់គាត់បាទខ្ញុំមិនចង់ធ្វើការទូទាយប៉ុន្តែគាត់ថាមើលទៅតាម Police ICE គឺបានរីកាអញ្ចឹងណាបាទអញ្ចឹងអ្នកនៅ Philadelphia ប្រហែលជាបានដឹងរឿងនេះច្រើនថែមទៀតបាទព័ត៌មានចុងក្រោយការពិតខ្ញុំមកថាជម្រាបព័ត៌មានតែ3ទេដោយដែលខ្ញុំបានសរសេរនៅខាងបង្ហោះតាម Facebook អញ្ចឹងប៉ុន្តែស្រាប់តែឃើញសេចក្តីរាយការណ៍មួយដែលគេដាក់ថា breaking news ពីប្រទេសថៃគឺរាយការណ៍ដោយសារព័ត៌មានធំរបស់ថៃដែលដូចជាបាងកកប៉ុស្តិ៍ជាដើមហ្នឹងគឺបានឲ្យដឹងថាអាជ្ញាធរនៅខេត្តភាគខាងត្បូងរបស់ថៃគឺនៅខាងនារាធិវត្តន៍ក្រុមការងារគេហៅថាចម្ពោះកិច្ចរបស់ខាងចំពោះខាងយោធារបស់ថៃនៅខាងខេត្តនារាធិវត្តន៍ហ្នឹងគឺបានប្រកាសដាក់បំរាមគោចរមិនឲ្យសាធារណជនចាក់ចេញពីលំនៅឋានរបស់ពួកគេចាប់ពីម៉ោង9យប់ដល់ម៉ោង5ព្រឹកបាទនៅក្នុងគ្រប់សង្កាត់ទាំងអស់នៅក្នុងគ្រប់ស្រុកទាំងអស់នៅក្នុងខេត្តនារាធិវត្តន៍បាទគឺការដាក់បំរាមគោចរនេះគឺចូលជាធរមានចាប់ពីថ្ងៃនេះតែម្ដងគឺដល់យប់មិញហ្នឹងគឺឥឡូវនេះមកនៅកម្ពុជាគឺដូចជា10ហើយណាបាទ10ហើយបាទគឺ10មក15នាទីនៅថៃក៏15នាទីដែរគឺចូលជាធរមានបាន1ម៉ោងហើយណាបាទគឺដាក់ដោយមិនកំណត់ពេលទេរហូតតតែមានការជូនដំណឹងថ្មីបន្តទៀតគឺចំណាត់ការដោយយោធារបស់ថៃនៅពេលនេះគឺជាការមួយឆ្លើយតបទៅនឹងការដុតការវាយប្រហារទៅលើស្ថានីយ៍ប្រេងឥន្ធនៈ PTT បាទក្នុងពេលកន្លងមកគឺថាមានការវាយប្រហារទៅលើស្ថានីយ៍ប្រេងឥន្ធនៈ PTT ចំនួន11នៅខាងខេត្តចំនួន3បាទនៅខេត្តចំនួន3នៅក្នុងប្រទេសថៃហ្នឹងគឺមានទាំងនារាធិវត្តន៍និងផាតានីនិងយ៉ាឡានឹងផងដែរហើយដូច្នេះគឺខាងរដ្ឋាភិបាលខាងយោធារបស់ថៃហ្នឹងត្រូវតែដាក់បំរាមគោចរដើម្បីការពារមិនឲ្យមានការធ្វើសកម្មភាពនៅពេលយប់បន្ថែមទៀតហើយគឺនឹងមានបើយោងតាមការរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍គឺមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងផងដែរគឺដែលនៅតាមចំណុចឆៃឆេព្រំដែនរវាងថៃជាមួយនឹងម៉ាឡេស៊ីបាទនៅក្នុងខេត្តនារាធិវត្តន៍ហ្នឹងបាទដើម្បីពិនិត្យមើលយានយន្តនិងអ្នកធ្វើដំណើរហើយក៏ដូចជាទំនិញដែលហើយឆ្លងកាត់ផងដែរហើយការរឹតបន្តឹងនេះក៏ដាក់ទៅលើទាំងជនជាតិថៃហើយនិងជនបរទេសហើយនឹងការឆ្លងកាត់ធ្វើពាណិជ្ជកម្មគ្រប់ទម្រង់ទាំងអស់ចូលទៅក្នុងប្រទេសថៃបាទទៅមកប្រទេសថៃនិងម៉ាឡេស៊ីបាទនេះគឺជាព័ត៌មានទាន់ហេតុការណ៍ដែរខាងសារព័ត៌មានថៃបានប្រកាសអញ្ចឹងហើយដោយតែខ្ញុំបានជម្រាបម្សិលមិញអញ្ចឹងឃើញទេបាទនៅក្នុងជំនួយរបស់សហរដ្ឋអាមេរិកគឺជួយទៅថៃហ្នឹងគឺមានខាងផ្នែកសន្តិសុខបាទសន្តិសុខហ្នឹងផងដែរអញ្ចឹងគឺខាងមានការចំណាយសម្រាប់ទៅខាងម៉ាឡេស៊ីពីព្រោះថៃហ្នឹងគឺមានបញ្ហាជាមួយខេត្ត3ហ្នឹងបាទនរាធិវត្តន៍យ៉ាឡាហ្នឹងបាទផាតានីហ្នឹងគឺនៅមានបញ្ហាដែលពលរដ្ឋថៃដែលកាន់សាសនាអ៊ីស្លាមដែលមានដើមកំណើតដើមឡើយជាខាងម៉ាឡេហ្នឹងគឺគាត់នៅតែមិនព្រមគាត់ចង់បានឯករាជ្យនៅទីនោះផងដែរអញ្ចឹងហើយគឺបញ្ហាសន្តិសុខនៅតែជាក្តីបារម្ភសម្រាប់រដ្ឋាភិបាលថៃបាទអញ្ចឹងគឺខ្ញុំសូមចងក្រោយប៉ុណ្ណេះបាទហើយប្រិមិត្តសួរពីរឿង100លានទៅឲ្យថៃហ្នឹងគឺដោយត្រង់ទៅគឺខាងសហរដ្ឋអាមេរិកនៅមិនទាន់មានការប្រកាសអំពីជំនួយនឹងទេឃើញតែខាងភាគីថៃទេណាបាទអញ្ចឹងខ្ញុំខំជូនអ្វីដែលជាព័ត៌មានសាធារណៈបានកើតឡើងមកនេះបាទអញ្ចឹងសូមអរគុណប្រិមិត្តច្រើនដែលចូលមកស្ដាប់កម្មវិធីការចែករំលែកព័ត៌មានរបស់ខ្ញុំនៅព្រឹកថ្ងៃអាទិត្យ
ដែលជាត្រូវជាយប់ថ្ងៃអាទិត្យមកនៅក្នុងប្រទេសកម្ពុជាចឹងយើងនឹងជួបគ្នានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងនៅយប់ថ្ងៃអាទិត្យមកនៅសហរដ្ឋអាមេរិកដែលត្រូវជាព្រឹកថ្ងៃច័ន្ទមកនៅក្នុងប្រទេសកម្ពុជាបាទសូមអរគុណសូមសម្រាប់ឲ្យបានលងលក់សួរសម្រាប់អ្នកនៅក្នុងប្រទេសកម្ពុជាបាទសូមជម្រាបលា